បាទសួស្តីបងប្អូនណាទី12ទាំងអស់គ្នាថ្ងៃនេះគ្រូមកបង្ហាញបាទថាល្បឿនប្រសិទ្ធ VAMS ស្មើនឹងរឹសការ៉េនៃ3ប៉ែនៅលើរ៉ូចែកជូនទៅដល់បងប្អូនទាំងអស់គ្នាអញ្ចឹងអឺតើយើងបង្ហាញដូចម្ដេចបាទអញ្ចឹងយើងដឹងថាបាទគឺល្បឿនប្រសិទ្ធគឺស្មើនឹងអីគេស្មើនឹង3 RT នៅលើ M អាហ្នឹងយើងបានរៀនរួចមកហើយមិនចឹងហ៎យើងបានរៀនរួចមកហើយប៉ុន្តែយើងត្រូវដឹងថានៅក្នុងការបង្ហាញនេះគឺអត់មានជាប់ទាក់ទងជាមួយនឹងសីតុណ្ហភាពទេបាទអញ្ចឹងយើងដឹងថាសមីការភាពរបស់យើង PV ស្មើ NRT ហើយប្រសិនបើយើងចង់ទាញរក RT តែម្ដងដើម្បីជួសចូលក្នុងសមីការទី1អញ្ចឹង RT វាស្មើនឹង PV នៅលើ N ចឹងអានឹងយើងយកវាទៅជំនួសក្នុង1កាលណាយើងយកវាទៅជំនួសក្នុង1អ្វីដែលយើងទទួលបានគឺ VAMS ស្មើនឹងរឹសការ៉េនៃ3អញ្ចឹងកន្លែង RT យើងយកដោយ PV នៅលើ N បាទអញ្ចឹង N យើងដាក់វាមកក្រោមមកយើងដាក់វាមកក្រោមមកបាទអញ្ចឹងកន្លែងនេះវាទៅជា MN បាទហើយយើងដឹងហើយថាចំនួនម៉ូគឺស្មើនឹងម៉ាស់ចែកឲ្យម៉ាស់ម៉ូអញ្ចឹងបើយកចំនួនម៉ូគុណនឹងម៉ាស់ម៉ូអានឹងស្មើអីស្មើម៉ាស់អញ្ចឹងល្បឿនប្រសិទ្ធយើងវាទៅជារឹសការ៉េនៃ3 PV នៅលើ M បាទអញ្ចឹងយើងដឹងហើយថាបើនិយាយពីម៉ាស់ចែកឲ្យមៀតវាចេញអីម៉ាស់មៀតមិនចឹងហ៎ប៉ុន្តែបើសិនណាជា V ចែកឲ្យម៉ាស់វិញអានឹងចេញអីបានន័យថា1នៅលើរ៉ូអញ្ចឹងនាំឲ្យយើងទទួលបាន VAMS បាទគឺស្មើនឹង3ប៉ែបាទកន្លែង V លើ M យើងជំនួសវាដោយ1លើរ៉ូអញ្ចឹងគឺនៅលើរ៉ូបែបនេះបាទនេះគឺជាការបង្ហាញមួយសម្រាប់ជូនទៅដល់បងប្អូនទាំងអស់គ្នា